អ្នកខ្លះបានលើកឡើងថាការវិនិយោគនៅលើផ្សារហ៊ុនការទទួលបាននៅប្រាក់ចំណេញក៏ដូចជា dividend ភាគលាភផ្សេងវាប្រៀបធៀបទៅនឹងការវិនិយោគឬក៏ការយកលុយទៅដាក់នៅធនាគារអាចបានការប្រាក់អីច្រើនហើយដល់អាចធ្វើការបកស្រាយកន្លែងនេះបន្តិចនេះថាតើវាមានភាពខុសគ្នារបៀបម៉េចពីការវិនិយោគនៅលើផ្សារហ៊ុននិងការយកទៅដល់ប្រាក់ deposit មិនដាក់បង្កបាទធនាគារបាទអញ្ចឹងយកប្រាក់ទៅដាក់នៅផ្ញើនៅធនាគារធម្មតាយើងទទួលបាននៅការប្រាក់មួយដែលកំណត់ច្បាស់លាស់ដែលវាទេអញ្ចឹងมันរំពឹងថាសេដ្ឋកិច្ចយ៉ាងម៉េចកុំឲ្យតែធនាគាររបស់យើងដួលបានហើយអញ្ចឹងឲ្យតែធនាគាររបស់យើងអត់ដួលអញ្ចឹងនឹងរំពឹងថាទទួលបានចំណូលមួយទេច្បាស់លាស់តាំងពីដំបូងទីអញ្ចឹងមួយឆ្នាំបានឧទាហរណ៍ 4% 5% គឺ 4% 5% ដល់ពេលសម្រាប់ភាគហ៊ុនវិញមិនប្រកបទេមិនប្រកបទេអញ្ចឹងជួនកាលអាចបាន 4-5% ហ្នឹងជួនកាលអាចបានច្រើនជាងជួនកាលអាចបានតែជាងបាទជួនកាលអត់បាទជួនកាលបើសិនអាជីវកម្មដំណើរការមិនល្អដំណើរការមិនសូវល្អដោយសារស្ថានភាពសេដ្ឋកិច្ចដោយសារស្ថានភាពអាជីវកម្មផ្ទាល់ធ្វើឲ្យប្រាក់ចំណូលvớiប្រាក់ចំណេញធ្លាក់ចុះដល់កម្រិតមួយណាគេអត់បែងចែកភាគលាភអត់មានភាគលាភបែងចែកអញ្ចឹងអាហ្នឹងគឺអត់ហើយអញ្ចឹងអាហ្នឹងភាគអញ្ចឹងអំពីនឹងខុសគ្នាអញ្ចឹងបានជាយើងក្រោយមកយើងមានបង្កើតនៅផលិតផលមួយថ្មីហៅសញ្ញាប័ណ្ណហ្នឹងអញ្ចឹងសញ្ញាប័ណ្ណគឺវានៅចន្លោះអំពីហ្នឹងមូលបត្របំណុលមានន័យថាគឺទិញសាធារណជនទិញសញ្ញាប័ណ្ណគឺដូចជាយកប្រាក់នឹងទៅផ្ញើជាមួយនឹងឧទាហរណ៍សញ្ញាប័ណ្ណទៅផ្ញើនៅធនាគារឬក៏ផ្ញើមួយក្រុមហ៊ុនដែរអញ្ចឹងបានការប្រាក់មួយមកទេដែរគឺយើងហៅថាគូប៉ុងអញ្ចឹងអត្រាគូប៉ុងអញ្ចឹងអត្រាគូប៉ុងហ្នឹងកន្លងមកយើងឃើញតែមានឃើញមានភាពប្រកួតប្រជែងឬក៏មានទំនោរខ្ពស់ជាងអត្រាផ្ញើនៅធនាគារឬបាក់ផែលឬបដំប្រសងឬអាចខ្ពស់ជាងអញ្ចឹងនឹងស្តៀងគ្នាអញ្ចឹងអាចទិញសញ្ញាប័ណ្ណដើម្បីបានការប្រាក់មក5 6 7 8% នេះហើយអានោះអត់ខ្វល់តែក្រុមហ៊ុនរស់ស៊ីចំណេញខាតទេគឺដឹងតែបានការប្រាក់ហ្នឹងហើយលក្ខខណ្ឌស្តៀងគ្នាតែកុំតែក្រុមហ៊ុនកុំតែធនាគារនឹងដួលបានដែរហើយបែបចឹងអាហ្នឹងគឺជាជំរើសមួយទៀតគ្រាន់តែថាអ្នកដែលលក់សញ្ញាប័ណ្ណក្រុមហ៊ុនដែលលក់សញ្ញាប័ណ្ណក៏អត់ចង់លក់ឲ្យអ្នកទូចអូចឹងវិញបាទក៏យើងយកលុយ 1000 10000 នេះទៅដាក់ហ្នឹងក៏អត់ចង់បានទេគាត់ព្រោះអីគាត់លក់សញ្ញាប័ណ្ណមានអ្នកចាំទិញស្រាប់មានអ្នកចាំទិញស្រាប់គ្រប់របៀបមិនអារម្មណ៍អាហ្នឹងមានន័យថាពេលគាត់បោះផ្សាយអញ្ចឹងទៅនេះអ្នកមានលុយកន្លះលានដុល្លារបាទអាចទៅទិញសញ្ញាប័ណ្ណរបស់គាត់ហ្នឹងបានការប្រាក់ឧទាហរណ៍បាន 8% អញ្ចឹងមួយឆ្នាំ 8% ដូចយកប្រាក់កន្លះលានហ្នឹងទៅផ្ញើនៅធនាគារដែរបាទគ្រាន់តែបានការប្រាក់មកស្តៀងទៅនឹងអាហ្នឹងដែរប៉ុន្តែជួនកាលអាចការប្រាក់ខ្ពស់ជាងឧទាហរណ៍កន្លងមកយើងមានសញ្ញាប័ណ្ណដែលអាចបានការប្រាក់ដល់ 8% កន្លះអញ្ចឹងទៅវាអញ្ចឹង 8% កន្លះអញ្ចឹងយកទៅផ្ញើនៅធនាគារបាន 5% ទិញសញ្ញាប័ណ្ណហ្នឹងបាន 8% កន្លះឃើញមានចាប់អារម្មណ៍ច្រើនហ្នឹងទិញមិញអញ្ចឹងអាហ្នឹងស្តៀងគ្នាដែរបាទអញ្ចឹងហានិភ័យស្តៀងគ្នាបើសិនជាអ្នកបោះផ្សាយនឹងគាត់ខាញ់ធនអត់លុយទាំងអស់គ្នាទៅយកទៅផ្ញើក៏ដោយគាត់ទិញសញ្ញាប័ណ្ណក៏ដោយទិញភាគហ៊ុនក៏ដោយបាទខុសគ្នាទៅរឿងប្រាក់ចំណេញនឹងវាអាចខុសគ្នាអញ្ចឹងទៅអញ្ចឹងបានផលពីការវិនិយោគមួយនឹងអាចខុសគ្នាអញ្ចឹងទៅអញ្ចឹងអាស្រ័យទៅនឹងការសម្រេចចិត្តរបស់វិនិយោគិនរបស់យើងគាត់ចូលចិត្តចង់បន្ថយបន្ថែមកម្រិតណាអញ្ចឹងអ្នកដែលមិនសូវចូលចិត្តបន្ថយបន្ថែមទេយកទៅដាក់ផ្ញើនៅធនាគារឬទិញសញ្ញាប័ណ្ណអ្នកចូលចិត្តបន្ថយបន្ថែមអាចទិញភាគហ៊ុនអញ្ចឹងបច្ចុប្បន្ននេះដោយសារតែស្ថានភាពនៃសេដ្ឋកិច្ចជាទូទៅវាមិនសូវជាអំណោយផលស្ថានភាពសង្គ្រាមស្ថានភាពអីគ្រប់យ៉ាងអញ្ចឹងបានជាថ្លៃភាគហ៊ុនរបស់យើងវាមិនកើនឡើងអញ្ចឹងភាគហ៊ុនភាគច្រើនថ្លៃហ៊ុនធ្លាក់ចុះមានភាគហ៊ុនខ្លះកើនឡើងដែរហើយសិនជាចាប់ផ្ដើមសង្កេតមើលឃើញមានភាគហ៊ុនខ្លះថ្លៃកើនឡើងណាថ្លៃកើនឡើងកុំនិយាយថាភាគហ៊ុនថ្លៃហ៊ុនទាំងអស់ធ្លាក់មានភាគហ៊ុនដែលកើនឡើង